មានសួរបងប្អូនទាំងអស់ថ្ងៃនេះខ្ញុំមានរឿងប្រញាប់ទីបំផុតមួយពីសហរដ្ឋអាមេរិកបាទសភាអាមេរិកបានប្រជុំគ្នាដកតំណែងលោកប្រធានាធិបតីត្រុំហើយលោក Johnson យ៉ាងជាប្រធានសភាខាងសាធារណរដ្ឋរបស់ត្រុំឲ្យលោកត្រុំចុះចេញពីតំណែងហើយខាង majority leader ខាង Democrat ប្រធានភាគច្រើនខាង Democrat ក៏ឲ្យប្រធានដែលត្រុំចុះដែរហើយប្រជុំគ្នាតាមដានយូរ20ជាង20ម៉ោងបាទទីចប់បានបោះឆ្នោតរំលាក់សម្លេង265ឲ្យចុះភ្លាមបាទហើយអត់មានធ្វើ impeachment អីគេថាចប់មកដល់នោះត្រូវចុះក្នុងម៉ោងថ្ងៃអត់ដល់ខែឲ្យចុះក្នុងម៉ោងបាទឥឡូវនិយាយពីតាត្រុំម្ដងហើយតាត្រុំនេះកាលពីមុនគាត់ជាប់ប្រធានាធិបតីខ្ញុំថាបើសិនជាត្រុំធ្វើជាប់ប្រធានាធិបតីអត់ចាប់អាណត្តិទេគឺមិនចាប់ដាច់ខាតបាន5មិត្តច្រើនណាតាត្រុំអត់ចាប់អាណត្តិទេព្រោះហេតុអីចរិតគាត់ហ្នឹងគឺគ្រាដឹងថាគាត់មិនស្លាប់ណាហ្មងថាគាត់ចង់លើកឲ្យស្លាប់ណាហើយត្រុំធ្វើខុសច្រើនណាគេថាតាំងពីឆ្នាំ2025ដើមឆ្នាំ2025ដែលឲ្យបោះឆ្នោត2020ហ្នឹងណាបោះខែថ្ងៃ6ខែមករាឲ្យគេទៅវាយសភាមួយទៅហើយគេតាក់ទងជាមួយដកខាងប្រធានាធិបតីមេសូឡារោមួយទៅចង់យក Greenland គាត់ចង់យក Greenland ហើយ Greenland ហ្នឹងប៉ះពាល់ជាមួយ NATO ព្រោះ Greenland ហ្នឹងណែផនដាល់ម៉ាក់ហ្នឹងសមាជិក NATO អត់មកណាតាមជើង NATO ហើយក្នុងលក្ខខណ្ឌ NATO ហ្នឹងថាឲ្យពីណាប៉ះពាល់កន្លែងគេមួយគេរួមគ្នាទាំងអស់ហើយត្រុំហ្នឹងខាងសហរដ្ឋអាមេរិកក្នុង NATO ដែរមកប្រឆាំងខ្លួនឯងទៅដូចជាឃើញថាគាត់ធ្វើខុសត្រូវពេកគាត់ដកចេញពីអង្គការ69អង្គការដូចជាគាត់នឹងគេបោះឆ្នោតទម្លាក់គាត់ធ្លាក់គាត់ទៅជួយឲ្យគាត់ចុះឬមិនចុះឥឡូវខ្ញុំនិយាយទុំណាតែបោះឆ្នោតទម្លាក់ហើយមុខងារខាងមេបញ្ជាការជាន់ខ្ពស់ដែលប្រធានមួយតំណែងរបស់ប្រធាននៃវិជាតបនេះអស់ហើយបញ្ជាតបបានរឿងបានបញ្ជាតបទៅរំទៅស្អែកគាត់ថាគាត់ទៅជីកាហ្គោទៅកន្លែងតបគាត់ហើយវាពិសេសទៅទៀតអស់លោកអស់ចាខ្ញុំអស់ចាមកខ្ញុំដែរឃើញប្រធាននេះទៅសារប្រធាននេះណាខ្ញុំចឹងមិនដែរឃើញគាត់ថាគាត់ប្រកាសសង្គ្រឹះស្រួលឥឡូវមិនបើគាត់ប្រទេសខាងអាស៊ីយើងខាងអីទេគាត់នឹងខាងក្នុងមកខាងក្នុងតែផ្ទុះប៉ុន្តែអាមេរិកអត់ទេមិនស្រួលត្រឹមឆ្អឹងគាត់នឹងរកគេបកកទ្របការសម្បត្តិអស់ទៀតគាត់បកកទ្របគេប្រហែលរកទ្របគាត់អីគាត់អស់ទៀតហើយគាត់នឹងត្រូវទ្របពុកបើគាត់នៅនឹងបើគាត់ចោះចេញពីយ៉ាងស្រួលមកកុំឲ្យមានអីមកហ្នឹងបានរួចខ្លួនខ្ញុំថាយោបល់ខ្ញុំចូលទៅគាត់ចូលមកស្រួលណាគាត់ចូលមកទៅស្រួលមិនអត់មានបញ្ហាអីព្រោះគាត់ប្រកាសសង្គ្រាមស៊ីវិលឲ្យមានតបគាត់មិនអត់តបស្រឡាញ់គាត់ទេមានគេតបខាងស្រឡាញ់គាត់ដែរដូចចឹងចូលមួយគាត់វាយចូលវាយដែរទៅគាត់ជាប់គុកឬគាត់ស្លាប់តែប៉ុណ្ណឹងខ្ញុំអត់ចង់និយាយវិញគាត់ណាជួយដំណឹងប៉ុណ្ណឹងទេព្រោះទៅមុនហ្នឹងវាផ្សាយពេញពីពុំទៅលោកបាទហើយចំណែកយើងវិញហ្នឹងខ្ញុំសូមបន់ស្រន់ឲ្យប្រទេសយើងឆាប់បាត់បានសេចក្តីសុខឆាប់មកកុំឲ្យមានអីតទៅទៀតណាសូមអរគុណណាសូមជំរាបលាបាទ